ខ្ញុំបាទផ្ទះឆ្ងាញ់គោដុតស្នេហាជាតិសូមគោរពសួស្តីបងប្អូនខ្ញុំបាទសូមគោរពទទូចសុំដល់បងប្អូនដែលលក់គោដុតមួយចំនួនដែលកំពុងតែព្យាយាមចម្លងព្យាយាមបន្លំខ្លួនជាសាខា franchise ផ្ទះឆ្ងាញ់គោដុតនិងបានកំពុងតែយកពាក្យពេចន៍របស់ខ្ញុំទៅប្រើប្រាស់ក្នុងការផ្សព្វផ្សាយរបស់ខ្លួនខ្ញុំសុំទី1គឺរទេះគោដុតពណ៌លឿងទុំនឹងទុកឲ្យខ្ញុំទៅខ្ញុំសុំបងប្អូនណាខ្វះអីពណ៌បងប្អូនក្រហមខៀវបៃតងអីបងប្អូនលៃលោកទៅចាំបាច់អីមកបាញ់អាពណ៌លឿងតាមខ្ញុំដែរអ្នកខ្លះទៀតបាញ់ឲ្យទាំងកង់ទៀតខ្ញុំសុំអាពណ៌លឿងទុំនឹងទុកឲ្យខ្ញុំមួយទៅសំណុំពរទី2គឺពាក្យថាទឹកមហាកម្លាំងនេះសូមបងប្អូនទុកឲ្យខ្ញុំដែរទៅខ្វះអីបងប្អូនពាក្យមកកភ្លុះបងប្អូនប្រើពាក្យផ្សេងទៅខ្ញុំដឹងថាពាក្យទឹកមហាកម្លាំងនេះមិនមែនជារបស់ខ្ញុំផ្ដាច់មុខទេប៉ុន្តែខ្ញុំបានប្រើពាក្យនេះមុនគេហើយកាលពីខ្ញុំមិនទាន់យកទឹកមហាកម្លាំងនេះមកផ្សព្វផ្សាយក៏គ្មានបងប្អូនណាយកអានឹងមកផ្សព្វផ្សាយដែរដល់ទៅពេលភ្ញៀវឈូឆររកទឹកមហាកម្លាំងបងប្អូនក៏នាំគ្នាឈូឆរយកអានឹងមកផ្សព្វផ្សាយតាមខ្ញុំដែរហើយប្រើពាក្យពេចន៍របស់ខ្ញុំទៀតអញ្ចឹងសូមចិត្តបងប្អូនទុកវាឲ្យខ្ញុំមួយដែរទៅខ្វះអីពាក្យផ្សេងខ្ញុំឃើញក្រុមហ៊ុនស្រុកគេល្បីទោះបីជារបស់ដូចគ្នាក៏គេមិនប្រើពាក្យដូចគ្នាដែរគេព្យាយាមប្រើពាក្យបច្ចេកទេសរៀងខ្លួនដើម្បីសម្គាល់របស់មួយនោះឧទាហរណ៍ដោយក្រុមហ៊ុន Toyota ប្រើពាក្យ four wheel drive ដល់ទៅពេលក្រុមហ៊ុន Mercedes គេអត់ប្រើពាក្យហ្នឹងទេគេប្រើពាក្យ Formatic អញ្ចឹងបងប្អូនគេអត់យកពាក្យពេចន៍របស់អ្នកដទៃមកប្រើនៅក្រុមហ៊ុនខ្លួនទេព្រោះវាមិនត្រឹមតែមិនបានលើកកិត្យានុភាពលើកតម្លៃរបស់ក្រុមហ៊ុនគេទេផ្ទុយទៅវិញធ្វើឲ្យខ្លួនឯងអន់ទៅទៀតកុំចិត្តដាច់ពេកអីបងប្អូនណាជួយតាមសំណូមពរខ្ញុំនឹងទៅសំណូមពរទី3នឹងចុងក្រោយប្រយោគដែលថាគោស្បែកពណ៌មាសទន់ល្មើយផុយសាច់ផ្អែមអាហ្នឹងសូមទុកឲ្យខ្ញុំដែរទៅបងប្អូនប្រើពាក្យផ្សេងទៅណាដើម្បីពិពណ៌នាពីគោលដុតរបស់បងប្អូនហ្នឹងខ្ញុំមានសំណូមពរតែ3ហ្នឹងទេតែ3សំណូមពរហ្នឹងបងប្អូនជួយសម្រេចបំណងខ្ញុំផងទៅអីដាច់ចិត្តមែបងប្អូនកុំដាច់ចិត្តពេកដោយក្តីគោរពស្រឡាញ់ដ៏ស្មោះស្ម័គ្រអស់ពីដួងចិត្តខ្ញុំបាទផ្ទះឆ្ងាញ់គោដុតស្នេហាជាតិសូមអរគុណសូមគោរពជម្រាបលា